kia là dương thôi mày nắng ban sang được mùi nồng nè sang được mùi nồng hay mà sai dương đại bị lớn nó cứ mà sai chá nè ថ្ងៃនេះគឺខ្ញុំមកបង្ហាញបងប្អូនពីរបៀបធ្វើសបកខៀវហើយសបកខៀវនេះគឺមានរសជាតិឆ្ងាញ់មែនទែនចាដូចនៅហាងចិនបែបបិទតែម្ដងហើយចំណែកសាច់ខៀវវិញគឺយើងពេលខ្ចប់ហើយគឺអត់ឲ្យធ្លាយទេចារូបមន្តនេះពិសេសមែនទែនគឺយើងត្រូវយកម្សៅ cake ចាឬក៏ all purpose flour ម្សៅមីធម្មតាក៏បានដែរ210ក្រាមលាយជាមួយនឹងម្សៅនំប៉័ង90ក្រាមអំបិលកន្លះស្លាបព្រាកាហ្វេចាបន្ទាប់មកយើងដាក់វាចូលទៅក្នុងម៉ាស៊ីនសម្រាប់កូរបែបនេះហើយទឹកក្តៅគឺក្នុងទឹកក្តៅ84ឬក៏85អង្សាសេឬក៏ទឹកក្តៅពុះក៏បានដែរបងប្អូនចាគឺចំនួន160ក្រាមចាគឺអត់បន្ថែមអីទៀតទេគឺមានតែប៉ុណ្្នឹងទេចានៅពេលដែលម៉ាស៊ីនកូរបដាហ្នឹងគឺយើងចាក់ទឹកក្តៅចូលទៅតែម្ដងចាយើងចាក់បដារហូតដល់អស់ទឹកក្តៅហ្នឹងទៅចាបន្ទាប់មកគឺយើងយកស្ប៉ាក់លើចាយកវាមកចាច្បល់វាបែបហ្នឹងយើងលេងទឹកក្តៅហើយក៏វាបានប៉ុណ្ណឹងខ្ញុំប្រាប់សិនសាប់ចូលគ្នាទេចាយើងត្រូវយកវាមកលុញមួយថ្ងៃមកស្ទូនេះឲ្យវាចូលគ្នាទៅចាំយើងគៀបជាមួយនឹងម៉ាស៊ីនចារួចហើយគឺថាវាអត់សូវសប់បានអត់ទេគឺយើងយកវាមកកិនជាមួយនឹងម៉ាស៊ីនសម្រាប់ធ្វើ pasta បែបនេះចាឃើញទេថាវាអត់ទាន់សប់ទេចាអញ្ចឹងយើងត្រឡប់ចុះត្រឡប់ឡើងខ្ញុំប្រើម៉ាស៊ីន pasta ហ្នឹងលេខ8ចាគឺលេខធំជាងគេកម្រាស់វាចាយើងកិនវាចុះឡើងដើម្បីឲ្យវាសប់សាច់ចូលគ្នាតែមួយហើយធ្វើបែបហ្នឹងបាត់ចូលបាត់ឡើងហើយចាំយើងបដូរទៅលេខ7ហើយយើងធ្វើទៀតចាយើងធ្វើតតែវាសប់សាច់គ្នាបានល្អពេលដែលយើងធ្វើវាសប់អស់ហើយចាយើងបាត់វាទុកសិនយើងបាត់វាដាក់ទុកក្នុងប្រអប់សិនណាចាំតែពេលយើងទុកវាចោលរយៈពេលកន្លះម៉ោងឬ1ម៉ោងវាសិនទៅដើម្បីឲ្យសាច់វាម្សៅវាចូលជាតិគ្នាហើយស្វិតបានល្អក្នុងតាមទុកចិត្តមកហើយយើងធ្វើស្នូលធ្វើអីឲ្យទៅចាំមកកិនវាភាសាទៀតយើងធ្វើពុំវានៅពេលអសអញ្ចឹងយើងនេះមកយើងកិនវាទៀតមកកិនវាទៅអស់ហើយយើងប្រើទៅអស់ចាក់វាចូលនេះវាចូលនេះយើងបាត់វាទៅមកឲ្យសប់សាច់ចូលគ្នាហើយចាំយើងកាត់វាកង់មកចេញទៅរបស់យើងហ្នឹងអូខេដែលយើងធ្វើមកហ្នឹងបាន31នំចានេះ31នំហើយម្សៅយើងដាក់វាលើហ្នឹងគឺម្សៅឆានេះកម្រាស់ប៉ុណ្ណឹងឥឡូវយើងចាប់ជួយយើងខ្ចប់ហើយខ្ចប់ឲ្យស្ងោរវាសាខ្ញុំបដូរវាទៅជាលេខ2វិញសារវាក្រាបពេកខ្ញុំដាក់លេខ2វិញកិនវាអញ្ចឹងទៅចេញទៅវែងចេញទៅវែងវិញអត់បានកាត់ពុកម្ដងទៀតទេចាយើងប្រញាប់តាមមកអាយហើយវាឆាប់តាមសាច់ទៅដាក់បានមកពីបាយពេញមកគៀវមួយមកពីបាយពេញlàm này đã tận tịch kiến không thốn à bên kia bên này ai mà nè thôm mình tới nè vài nữa ạ môi ạ anh cái hai là chai ăn dumpling